ក៏បានអួតទៅកាន់មេភូមិថាគាត់គឺជាគ្រូខ្មោចគួយដែលមានយុទ្ធសាស្ត្រអាចចាត់ការខ្មោចអាដែងបានចឹងហើយសូមឲ្យមេភូមិអនុញ្ញាតឲ្យគាត់ទៅចាប់ខ្មោចអាដែងនឹងទៅគាត់នឹងទៅចាប់ខ្មោចអាដែងឲ្យអ្នកភូមិហ្វ្រីតែម្ដងប៉ុន្តែមេភូមិមិនព្រមនោះទេដោយសារតែគាត់នឹកអាណិតអាដែងដដែលចឹងហើយក៏បានដេញអ្នកទាំង3នឹងចេញទៅវិញបាត់ទៅប៉ុន្តែបន្ទាប់ពីហ្នឹងមេភូមិក៏បានបង្កើតកម្លាំងដើម្បីដើរយាមល្បាតដើម្បីការពារអ្នកភូមិកុំឲ្យខ្មោចលងបន្តទៀតខណៈដែលនៅផ្ទះរបស់អាដែងនេះវិញស្រីក៏បានយកកញ្ចក់មួយមកឆ្លោះមើលមុខមកគេឆ្លោះចូលឆ្លោះឡើងគេក៏បាននឹកឃើញចង់ឆ្លោះមើលអាដែងបើសិនជាអាដែងជាខ្មោចប្រហែលជាគេអត់មានស្រមោលឆ្លោះកញ្ចក់អត់ឃើញនោះទេអញ្ចឹងហើយគេក៏បានឆ្លោះមើលអាដែងស្រាប់តែបានឃើញដូចជាការគិតមែនអត់ឃើញខ្លួនអាដែងនោះទេឃើញតែអវ៉ាន់តែលើគេដឹងថាអាដែងជាខ្មោចក៏បានធ្លាក់កញ្ចក់ពីលើដៃហើយពេលហ្នឹងអាដែងក៏បានចាប់អារម្មណ៍ថាស្រីបានឃើញគេទៀតហើយក៏ចាប់ផ្ដើមរៀបចំក្បួនតតាំងជាមួយនឹងស្រីក៏បានហៅគ្នាអាម៉ាប់អាម៉ៅពីរនាក់របស់គេហ្នឹងមកមើលប្រាប់ថាអាដែងគឺជាខ្មោចឲ្យឆ្លោះមើលកញ្ចក់ហ្នឹងទៅប៉ុន្តែជាអកុសលកញ្ចក់ហ្នឹងអត់មានកញ្ចក់នោះទេដោយសារតែអាដែងកំទេចវាចោលបាត់ទៅហើយចឹងឆ្លោះតរងាប់ក៏មិនឃើញអាដែងនោះដែរប៉ុន្តែស្រីនៅតែមិនអស់ចិត្តគេក៏បាននាំគ្នាចុះទៅខាងក្រោមហើយក៏បាននិយាយអំពីរឿងអតីតកាលសម័យកាលខ្មោចនាងណាតហ្នឹងថាចាស់និយាយថាបើសិនជាចង់ពិសោធន៍ថាឃើញខ្មោចឬអត់ឲ្យអោនមើលតាមចន្លោះជើងចឹងភ្លាមគេក៏បានឲ្យអាហេងអោនមើលមុនគេប៉ុន្តែអាហេងអោនទៅវាក៏បានរបូតខោចេញគូតនឹងសខ្ចីហើយជានឹងទៅទៀតដោយសារតែក្បាលពោះវាធំពេកវាអោនទៅមានតែចុះអាណាអោនទៅឃើញតែកូនចៅរបស់វានៅខាងក្រោមហ្នឹងមានតែឃើញខ្មោចឯណាហើយនៅពេលដែលវាងើបឡើងមកវិញវាក៏ចាប់ក្បាលអាពីរនាក់ហ្នឹងចូលទៅខាងក្រោមឲ្យមើលតាមចន្លោះជើងរបស់វាអាពីរនាក់ក៏លែងទៅតាមចន្លោះជើងហ្នឹងទៅស្រាប់តែបានឃើញភាពពិតមែនតែរបស់អាដែងនឹងខ្ទេចខ្ទីអស់ទៅហើយអាដែងមុខនឹងស្លេកបានន័យថាគេគឺជាខ្មោចនឹងឯងភ្លាមស្រីក៏បានស្រែកដោយអារម្មណ៍ភ័យខ្លាចថាអាដែងគឺជាខ្មោចគេឈប់លេងចោលអាដែងហើយរួចហើយក៏បានរត់ចេញពីកន្លែងហ្នឹងទៅប៉ុន្តែអាដែងពេលហ្នឹងមិនសូវឯកានោះទេដោយសារតែមានម៉ាលីម្នាក់ដែលមិនទាន់ឃើញពីការពិតម៉ាលីនៅតែបន្តរាប់អានលេងជាមួយនឹងគេសប្បាយរីករាយបន្តទៀតហើយបន្ទាប់ពីហ្នឹងយប់ឡើងក៏បានមកដល់លោកបងថ្មីក៏បានចូលទៅក្នុងព្រៃហើយក៏បានអង្គុយសមាធិនៅពីក្រោមដើមឈើមួយដើមហើយអាដែងក៏បានមកលេងបល័យលេងជាមួយលោកបងរួចហើយក៏បានប្រាប់លោកបងអំពីអារម្មណ៍សោកការរបស់គេដែលត្រូវបានមិត្តភ័ក្តិរត់ចោលហើយចឹងហើយគេចង់រត់ចោលភូមិមិននៅនឹងទីនោះទេប៉ុន្តែលោកបងថ្មីក៏បានសន្យាជាមួយនឹងគេថានឹងទៅរកឪពុកម្ដាយឲ្យគេឃើញវិញតទៅហ្នឹងទៅស្អែកឡើងក៏បានមកដល់អាដែងក៏នៅតែបន្តលេងបុកគ្រឿងជាមួយនឹងម៉ាលីលេងតែពីរនាក់នោះទេដោយសារតែ3នាក់នោះឈប់មកហើយនៅពេលដែលបុកហ្នឹងម៉ាលីក៏បានធ្វើឲ្យក្រូចឆ្មាមួយធ្លាក់ចូលក្រោមធ្លាក់ហើយដោយសារតែវារៀងល្ងាចផងម៉ាលីក៏បានសុំដែងទៅផ្ទះរបស់គេវិញទៅប៉ុន្តែនៅពេលដែលគេចូលទៅខាងក្រោមគេក៏នឹកឃើញទៅដល់សម្ដីអា3នាក់ថាអាដែងគឺជាខ្មោចជាប់ជាមួយនឹងគេក៏បានឃើញក្រូចឆ្មាវារង្គើចម្លែកចឹងហើយក៏បាននឹកឃើញសម្ដីរបស់អាស្រីថាអោនតាមជើងមើលឃើញខ្មោចគេក៏បានអោនមើលតាមជើងរបស់គេពីសោតក៏បានឃើញការពុតអាដែងកំពុងតែប្រើជើងវែងរបស់វាលូកទៅគៀបក្រូចឆ្មានឹងឡើងទៅលើម៉ាលីក៏បានស្រែកមួយទំហឹងដោយឆោឡោក៏បានលឺទៅដល់អាដែងឃើញហើយក៏ដឹងថាម៉ាលីក៏ខ្លាចគេដែរនឹងរត់ចោលគេទៀតហើយចឹងហើយគេក៏បានរស់នៅយ៉ាងឯកានៅក្នុងព្រៃនឹងតែម្នាក់ឯងគ្មានមិត្តភ័ក្តិទៀតនោះទេក៏ស្របពេលនឹងដែរនៅក្នុងព្រៃជ្រៅនេះវិញគ្រូខ្មោចទាំង3នាក់ក៏បានរៀបចំពិធីមួយដើម្បីហៅព្រលឹងខ្មោចកូនក្មេងម្នាក់មកជួបជាមួយនឹងគាត់ខ្មោចតូចមួយនឹងមានឈ្មោះថាងឿនហើយវាក៏ត្រូវបានគ្រូខ្មោចទាំង3យកឆ្អឹងរបស់វាមកចងព័ទ្ធខ្សែសីមាគំរាមវាឲ្យទៅលងអ្នកភូមិដើម្បីមូលបង្កាច់ទៅកាន់អាដែងតាមពិតខ្មោចដែលលងគេនៅក្នុងព្រៃកាលពីមុនមកហ្នឹងគឺជាខ្មោចងឿននោះទេមិនមែនជាខ្មោចអាដែងនោះទេហើយខ្មោចងឿនហ្នឹងស្ដាប់តាមបញ្ជារបស់គ្រូខ្មោចទាំង3ដោយសារតែត្រូវបានគ្រូខ្មោចចងឆ្អឹងរបស់វាទៅនឹងសីមានឹងឯងចឹងហើយបើសិនជាមិនធ្វើតាមការបញ្ជានោះទេវាប្រកាសជាត្រូវបានគេសម្លាប់ចោលហើយខណៈដែលអាដែងនេះវិញក៏បានទៅជួបជាមួយលោកបងនៅពីក្រោមដើមឈើដែលគាត់សមាធិនឹងម្ដងទៀតហើយគេក៏បានសុំឲ្យលោកបងបញ្ជូនគេទៅជួបជាមួយឪពុកម្ដាយរបស់គេទៅដោយសារតែគេមិនអាចរស់នៅឯកាយនៅក្នុងភូមិប្រាក្នុងនឹងបានទៀតនោះទេលោកបងក៏យល់ស្របជាមួយនឹងគេប៉ុន្តែក៏បានសួរគេរកឆ្អឹងសិនតើតែមានឆ្អឹងរបស់ដែងទើបគេអាចរៀបចំពិធីបញ្ជូនគេទៅជួបជាមួយឪពុកម្ដាយរបស់ដែងបានដែងក៏បានប្រាប់ថាឆ្អឹងរបស់គេនៅពីក្រោមដើមឈើដែលលោកបងកំពុងតែសមាធិនឹងឯងហើយនៅក្នុងយប់នឹងផងដែរក៏មានលោកពូម្នាក់ដែលត្រូវបានអាដែងលងកាលពីដើមសាច់រឿងហ្នឹងគាត់ក៏បានផឹកស្រវឹងដើរចូលមកក្នុងព្រៃជ្រៅកន្លែងដែលខ្មោចតែងទៅលងហ្នឹងដើរចូលមកដល់នៅពេលដែលគាត់កំពុងតែបត់ជើងតូចក៏បានឃើញខ្មោចអាដែងមកលងគាត់តាមពិតគឺជាខ្មោចរបស់ងឿនោះទេមិនមែនជាខ្មោចរបស់អាដែងនោះទេហើយខ្មោចមួយហ្នឹងក៏បានធ្វើបាបគាត់ទៅវាយគាត់ឲ្យឈឺចាប់ចឹងហើយគាត់ក៏បានរត់ចេញពីកន្លែងហ្នឹងទៅធ្លាក់ទឹកផ្កាប់មុខបាត់ទៅហើយពេលហ្នឹងដែរអាដែងក៏បានដឹងថាមានខ្មោចមកបង្កាច់គេក៏បានចេញមកចរចាជាមួយនឹងខ្មោចងឿនឲ្យងឿនរត់ចេញពីកន្លែងហ្នឹងមិនគួរមកធ្វើបាបគេនោះទេប៉ុន្តែងឿនដោយសារតែត្រូវបានគេគំរាមហើយក៏មិនព្រមចេញពីកន្លែងហ្នឹងចឹងហើយអ្នកទាំងពីរក៏បានប្រើយុទ្ធសាស្ត្រវាយគ្នាទៅវិញទៅមកហើយយុទ្ធសាស្ត្ររបស់អ្នកទាំងពីរដូចជាស្មើគ្នានោះទេហើយនៅពេលដែលវាយគ្នាដែងក៏បានដឹងថាលោកពូបានធ្លាក់ទឹកផ្កាប់មុខគេក៏បានបញ្ញាប់ញ៉ាល់ទៅជួយលោកពូប៉ុន្តែវាហួសពេលបាត់ទៅហើយលោកពូម្នាក់ហ្នឹងក៏បានផ្កាប់មុខលងទឹកស្លាប់បាត់ទៅហើយពេល
ពេលនឹងផងដែរក្រុមមេភូមិដែលយាមល្បាតហ្នឹងក៏បានដើរមកដល់កន្លែងហ្នឹងក៏បានឃើញអាដែងឈរនៅចិត្តសាកសពរបស់លោកពូក៏គិតថាអាដែងគឺជាអ្នកសម្លាប់មនុស្សអាដែងក៏បានតបថាមិនមែនជាគេនោះទេប៉ុន្តែអ្នកភូមិមិនបានជឿគេក៏បានរំលាយខ្លួនចេញពីកន្លែងហ្នឹងបាត់ទៅតទៅនឹងព្រឹកឡើងក៏បានមកដល់អ្នកភូមិក៏បាននាំគ្នារៀបចំពិធីបូជាសពរបស់លោកពូដែលបានស្លាប់កាលពីយប់មិញហើយមេភូមិដោយសារតែជឿជាក់ថាអាដែងគឺជាខ្មោចកាចសាហាវក៏បានទៅតាក់ទងគ្រូខ្មោចគួយទាំង3នាក់ឲ្យមកចាត់ការខ្មោចអាដែងតែម្ដងលោកគ្រូទាំង3ពិតជាសប្បាយចិត្តណាស់ដែលគេអនុញ្ញាតឲ្យខ្លួនចាប់អាដែងដោយសារតែគាត់ចង់ចាប់អាដែងយកទៅប្រើយូរណាស់មកហើយប៉ុន្តែពេលនោះផងដែរម៉ាលីក៏បានដឹងអំពីរឿងចាស់កម្រងចាប់អាដែងអញ្ចឹងហើយគេក៏បានប្រញាប់ប្រញាល់រត់ចូលក្នុងព្រៃជួបជាមួយមិត្តភ័ក្តិរបស់គេទាំង3នាក់ប្រអប់អ្នកទាំង3នាក់ហ្នឹងចូលទៅក្នុងព្រៃដើម្បីជួយអាដែងដំបូងឡើយអ្នកទាំង3មិនព្រមនោះទេប៉ុន្តែបន្ទាប់ពីឃើញការបដិញ្ញាហើយនឹងនឹកឃើញទៅដល់មិត្តភាពដែលអាដែងស្លូនដែលធ្វើអីគេហ្នឹងគេក៏សម្រេចចិត្តទៅជួយអាដែងជុំគ្នាតែម្ដងក៏សរុបពេលដែរនៅពីក្រោមដើមឈើខ្មោចរបស់អាដែងនេះវិញក៏មានបរិសម្នាក់បានទៅកាយឆ្អឹងរបស់អាដែងចេញបានរួចហើយក៏បានយកឆ្អឹងអាដែងចងសីមាដើរចេញពីកន្លែងហ្នឹងបាត់ទៅហើយលោកឪនេះវិញក៏បានដឹងអំពីរឿងចាប់ខ្មោចអាដែងអញ្ចឹងហើយគាត់ក៏បានប្រញាប់ប្រញាល់ដើរចូលក្នុងព្រៃដើម្បីទៅជួយអាដែងផងដែរហើយនៅពេលដែលគាត់ចូលក្នុងព្រៃក៏បានជួបជាមួយនឹងមេភូមិក៏ដូចជាជួបជាមួយនឹងគ្រូខ្មោចទាំង3ហើយភ្លាមៗដែរលោកបងថ្មីក៏បានដើរចេញមក3ឆ្អឹងខ្មោចអាដែងដើរចូលមកដែលតាមការពិតទៅគាត់គឺជាជនក្បត់បង្កប់នៅក្នុងវត្តដើម្បីរកវិធីសាស្ត្រយកឆ្អឹងខ្មោចអាដែងមកឲ្យលោកគ្រូចាប់អាដែងទៅធ្វើជាអ្នកបម្រើរបស់គាត់នឹងឯងពេលហ្នឹងលោកឪក៏បានតវ៉ាជាមួយនឹងគ្រូខ្មោចកុំធ្វើអញ្ចឹងដាក់អាដែងអីប៉ុន្តែលោកគ្រូខ្មោចមិនស្ដាប់នោះទេក៏ចាប់ផ្ដើមរៀបចំពិធីចាប់ខ្មោចរបស់អាដែងតែម្ដងដែលហ្នឹងឯងអាដែងក៏ចាប់ផ្ដើមឈឺចាប់ប្រកាច់ប្រកិនដោយសារតែឆ្អឹងរបស់វាត្រូវបានគេចងសីមាព័ទ្ធជុំវិញនឹងអស់ទៅហើយប៉ុន្តែនៅពេលដែលវាប្រកាច់ប្រកិនហ្នឹងមិត្តភ័ក្តិរបស់គេក៏បានមកដល់ជាងពួកអ្នកទាំង3ទាំង4នាក់ក៏បាននាំគ្នាឲ្យអាហេងអ៊ីវខ្មោចអាដែងរត់ទៅរកជំនួយហើយនៅពេលដែលគេរត់ទៅដល់កន្លែងដែលលោកគ្រូមុនរៀបចំពិធីហ្នឹងគេក៏បានដាក់អាដែងឲ្យដេករត់ពួនហើយ3នាក់ក៏បានរៀបចំគម្រោងដើម្បីទៅធ្វើបាបលោកគ្រូទៅដើមឆ្អឹងខ្មោចរបស់អាដែងយកមកកន្លែងហ្នឹងវិញពេលហ្នឹងផងដែរលោកគ្រូក៏ចាប់ផ្ដើមធ្វើបាបអាដែងដោយបានដកកំបិតមួយចាក់ទៅលើឆ្អឹងអាដែងដើម្បីធ្វើឲ្យអាដែងឈឺចាប់ប៉ុន្តែចាក់ទៅមានតែចំឆ្អឹងឯណាបែរចំដៃកូនសិស្សរបស់គាត់ទៅវិញពេលហ្នឹងអាហេងក៏បានរត់មកដល់កន្លែងហ្នឹងដោយសារតែមៀតវាធំវាមិនខ្លាចនោះទេក៏បានរត់បុកលោកគ្រូឲ្យលោកគ្រូដួលព្រោះលោកគ្រូក៏បានរបូតខ្មោចអាដែងចេញពីដៃរបស់គាត់សំលីពីហ្នឹងក៏បានរត់យកឆ្អឹងអាដែងរត់ចេញពីកន្លែងហ្នឹងបាត់ទៅក៏ត្រូវបានកូនចៅរបស់លោកគ្រូដេញតាមប៉ុន្តែសំលីក៏បានបោះវាទៅឲ្យម៉ាលីក៏បានយកវារត់ហើយអ្នកភូមិក៏បានស្រែកហូឲ្យម៉ាលីរត់ចេញពីកន្លែងហ្នឹងទៅដោយសារតែគេអាណិតខ្មោចអាដែងខ្លាំងណាស់គ្រប់គ្នាហ្នឹងគាំទ្រអាដែងខ្លាំងមែនទែនដោយសារតែអាដែងមិនមែនជាមនុស្សអាក្រក់នោះទេហើយក្នុងពេលហ្នឹងគេដឹងថាលោកគ្រូរៀបចំគម្រោងធ្វើបាបអាដែងហើយអញ្ចឹងហើយក៏បានឲ្យម៉ាលីរត់ចេញពីកន្លែងហ្នឹងឲ្យលឿនមេភូមិក៏បានហក់ទៅវាយគ្នាជាមួយនឹងគ្រូខ្មោចដើម្បីទុកឱកាសឲ្យក្មេងៗរត់ទៅជួយអាដែងហើយហ្នឹងនៅពេលដែលមេភូមិធាក់គ្រូខ្មោចនឹងមួយជើងគ្រូខ្មោចក៏បានរបូតថង់មួយចេញពីដៃរបស់គាត់ដែលថង់មួយហ្នឹងក៏បានធ្លាក់ទៅជិតលោកពូអ៊ីនក៏បានបើកថង់នឹងមើលទៅតែបានឃើញឆ្អឹងខ្មោចកូនក្មេងមួយនៅក្នុងហ្នឹងគាត់ក៏គិតថាវាគឺជាកូនស្វាក៏បានស្រាយចំណងចេញពីកូនស្វាហ្នឹងទៅប៉ុន្តែមានណាវាគឺជាឆ្អឹងខ្មោចរបស់ងិននៅពេលដែលគេស្រាយសីមាហើយក៏បានចេញខ្លួនមានសេរីភាពវិញរួចហើយគេក៏បានអរគុណទៅកាន់លោកពូដែលបានជួយគេឲ្យមានសេរីភាពហើយគេក៏បានប្រាប់អំពីគម្រោងរបស់លោកគ្រូខ្មោចដែលបានឲ្យគេទៅធ្វើបាបអ្នកភូមិមូលលង្កាច់ដែនបន្ទាប់ពីប្រាប់គ្រប់យ៉ាងហើយគេក៏បានលាលោកពូដើម្បីទៅចាប់ជាតិទៅកាន់សុគតិភពបាត់ទៅហើយមិត្តភ័ក្តិរបស់ដែងនេះវិញក៏បានទៅជុំគ្នារួចហើយគេក៏បានស្រាយចំណងខ្សែសីមាចេញពីសាកសពរបស់ដែងធ្វើឲ្យដែងមានសេរីភាពហើយក៏ចាប់ផ្ដើមបញ្ចេញយុទ្ធសាស្ត្រធ្វើឲ្យផ្ទៃមេឃងឹតឡើងឈឹងគ្រប់គ្នាឃើញចឹងក៏បានចូលទៅពួននៅក្នុងវត្តក៏ស្របពេលនឹងដែរលោកគ្រូខ្មោចក៏បានចូលក្នុងវត្តដើម្បីមកចាត់ការអ្នកភូមិទាំងអស់គ្នាហ្នឹងហើយគេក៏បានចាប់ម៉ាលីធ្វើជាចំណាត់ខ្មាំងដើម្បីឲ្យអ្នកភូមិយកឆ្អឹងរបស់ដែងឲ្យគេវិញប៉ុន្តែភ្លាមៗហ្នឹងស្រាប់តែលោកពូអ៊ីងរត់ចូលមកកន្លែងហ្នឹងដាក់កូនចៅគ្រូខ្មោចត្រូវមួយដំបងធ្វើឲ្យគេដួលសន្លប់ហើយម៉ាលីក៏មានឱកាសរត់ចេញពីគេបានសម្រេចលោកគ្រូខ្មោចឃើញចឹងក៏នៅតែខ្លាំងហើយក៏បានគំរាមទៅកាន់អ្នកភូមិថាគាត់នឹងប្រើសិលខ្មោចមកសម្លាប់អ្នកភូមិប្រាក្នុងនឹងចោលទាំងអស់ប៉ុន្តែភ្លាមៗហ្នឹងខ្មោចអាដែងក៏បានបញ្ចេញខ្លួនមកដើម្បីមកការពារអ្នកភូមិរបស់គេរួចហើយគេក៏បានប្រើយុទ្ធសិលចេញពីភ្នែករបស់គេដើម្បីឲ្យលោកគ្រូចាក់សម្លាប់ខ្លួនគាត់ហើយលោកគ្រូក៏បានចាក់ខ្លួនរបស់គាត់ច្រចអាដែងក៏មានគម្រោងចង់សម្លាប់លោកគ្រូដ៏អាក្រក់នឹងចេញតែម្ដងប៉ុន្តែគេសម្លាប់មិនទាន់បាននោះទេស្រាប់តែភ្លាមមានពន្លឺភ្លឺចិញ្ចាចហោះចេញពីផ្ទៃមេឃមកដែលពន្លឺមួយហ្នឹងគឺចេញពីវិញ្ញាណម្ដាយរបស់គេដែលមានឈ្មោះថាណាតជាមួយនឹងឪពុករបស់គេដែលមានឈ្មោះថាលបងម៉ាក់នឹងឯងម្ដាយនៅពេលដែលជួបជាមួយនឹងកូនប្រុសក៏បានប្រាប់ថាដល់ពេលវេលាដែលបញ្ចប់កម្មពីនៅលើផែនដីហើយឲ្យគេទៅចាប់ជាតិទៅរស់នៅជាមួយនឹងគាត់ដែងពិតជាសប្បាយរីករាយខ្លាំងមែនទែននៅពេលដែលគេបានឃើញម្ដាយឪពុករបស់គេជាលើកដំបូងប៉ុន្តែមុននឹងចាក់ចេញទៅជាមួយនឹងម្ដាយគេក៏បានរត់ទៅអបម៉ាលីដោយសេចក្តីអាឡ័យដោយសារតែដឹងថានៅពេលដែលគេទៅនៅជាមួយម្ដាយគេលែងអាចជួបមិត្តភ័ក្តិម៉ាលីគូស្នេហ៍របស់គេនឹងទៀតហើយអោបគ្នាដោយសេចក្តីអាឡ័យហូរទឹកភ្នែកហើយគេក៏បានទៅនៅសុគតិភពជាមួយនឹងម្ដាយ
របស់គេបាត់ទៅហើយសាច់រឿងក៏ត្រូវបានបញ្ចប់នៅត្រង់ចំណុចហ្នឹងដែរទៅចឹងហ្នឹងឯងនេះសាច់រឿងអាដែងគឺមានតែប៉ុណ្្នឹងហ្នឹងឯងវាគឺជាសាច់រឿងខ្មោចបែបកំ pl ែងមួយមិនមែនជាខ្មោចបែបរំភើបអីនោះទេគឺជាខ្មោចបែបកំ pl ែងចឹងហើយបើសិនអ្នកនរចាប់អារម្មណ៍ចង់ទៅមើលសាច់រឿងពេញអាចទៅមើលបានដោយ free ក្នុង app មើល24ម្ដងទៀត Fender Flash កុំភ្លេចតែ subscribe មើលនៅក្នុង channel Moon Recap ថ្មីរបស់ admin ផង admin នឹងសម្រាយភាពបន្តរបស់ The Flash ដាក់នៅក្នុងហ្នឹងហើយអរគុណច្រើនខ្លាំងមែនទែនដែលបានតាមដានស្ដាប់វីដេអូមួយនេះរហូតដល់ចប់យើងចាំតែជួបគ្នាក្នុងវីដេអូក្រោយៗទៀតសុខសប្បាយទាំងអស់គ្នាជម្រាបលាបាយ